ពេលឥឡូវយើងនិយាយថាពេលណាដែលយើងកាត់ខាតចោលណានៅក្នុង EA ហ្នឹងវាមានប៊ូតុងមួយឲ្យយើងទៅសេ stop loss ប្រហែលថាថ្ងៃហ្នឹងប្រហែលថាដើមទុនយើង1000យើងឲ្យវាខាត500ពួកខ្ញុំចង់និយាយថាយើងក្នុង1000ហ្នឹងមិនមែនយើងចង់និយាយពីប្រៀបធៀបជាមួយដដល់ខ្ញុំចង់និយាយថា EA ហ្នឹងវាត្រូវការ1000ដើម្បី trade 0.01 អញ្ចឹងបើសិនជាយើងកំណត់ថាឥឡូវឲ្យវាខាតតែ300យើងចូលក្នុង EA setting ឲ្យខាត300ប៉ុន្តែភាគច្រើនកុំធ្វើអញ្ចឹងវាអាចកាត់ខាតលឿនពេកងាកប៉ះ stop loss ព្រោះយើងត្រូវការ1000ឲ្យវារត់យ៉ាងហោចណាស់ក៏បើកឲ្យវារត់500ដែរឬក៏700ដែលចាំយើងបិទអាហ្នឹងអញ្ចឹងប៉ុន្តែបើសិនតែធ្វើតាមខ្ញុំអត់បាច់ដល់ប៉ុណ្្នឹងឯងវាហូរយ៉ាងច្រើនពី300 400ហ្នឹងអស់1000ហ្នឹងត្រូវការប៉ុណ្្នឹងយើងកុំបាច់ចាំនេះប៉ុន្តែក្នុងករណីខ្លះតែយើងត្រូវការខាត់ឡោះចោលហ្នឹងគឺបៀតបៀនឧទាហរណ៍ដូចក្នុងរូបហ្នឹងអញ្ចឹងក្នុងរូបហ្នឹងអញ្ចឹងយើងមើលទីផ្សារកំពុងតែ flat ត្រង់យ៉ាងណាសបាយយើងសបាយចិត្តនឹង trade hedging នេះ flat ទៅត្រង់យ៉ាងចូលឡើងយើងសបាយ trade hedging ណា hedging ហ្នឹងមក buy sell ក្នុងសបាយស្រាប់ដល់ពេលមកយើងភ្លេចខ្លួនទីផ្សារចុះមកហើយវាដោះវិញរួចញ៉ាំម្ដុំនេះដោះវិញរួចហ្នឹងចាប់ដល់ធ្លាក់ចុះហើយឡើងវិញអញ្ចឹងបើសិនជាមែនតែនទៅយើងឈប់តាំងពីនឹងម្ដុំនេះមែនប៉ុន្តែដោយសារយើងជាប់ជ្រុលវាធ្លាក់ចុះមកក្រោមហើយវាឡើងទៅលើវិញម្ដុំនេះបានថាម្ដុំនេះវាអូខេដោះវាអាចដោះរួចបានម្ដុំហ្នឹងបញ្ហាទេប៉ុន្តែបើសិនជាយើងហ៊ានបន្តទៀតទៅដល់កន្លែងនេះគឺមានបញ្ហាអញ្ចឹងឧទាហរណ៍ថាយើងអត់បានមើលអាចដើរចោលណាយើងអត់បានមើលកន្លែងហ្នឹងស្រាប់តែយើងបដោយឲ្យវាមកដល់កន្លែងនេះហើយណាតាមពិតកាលណាមកដល់កន្លែងនេះឬក៏មកដុំនេះយើងចាប់ដើម click stop photo ភ្លាមដើម្បីឲ្យវាដោះទៅខ្លួនវាដោះរួចហើយវាឈប់មកដោះរួចហើយវាឈប់ហើយវាឈប់ចូលហើយដល់ពេលយើងឃើញទីផ្សារបើកអញ្ចេះច្បាស់ណាបើកចឹងច្បាស់ណាបើកចឹងច្បាស់ហើយវាកម្លាំង candlestick ជាប់គ្នាអញ្ចឹងអាហ្នឹងចាំយើងចូល buy មកទៅយើងចូល buy ឡើងមកទៅចូល buy នេះបានទៅប៉ុន្តែឧទាហរណ៍ថាយើងជាប់ចឹងមិនថាយើងជាប់ sell ជាប់តាំងពីម្ដុំនេះមកចូល sell សិនវាកាច់ឡើង buy ទេចឹងជាប់ម្ដុំហ្នឹងហើយអ្វីដែលយើងធ្វើគឺយើង close sell ចោលនេះ close sell ចោលណាឬក៏យើង stop all មកដើម្បីឲ្យយើង click buy ឡើងលើវិញបាយថាកាលណាយើងជាប់ sell ឃើញហើយយើងអាច click buy ចោលមុនក៏បានព្រោះយើងឃើញ signal buy បើដំបូងយើងមិនមែនជាប់ sell ទេយើងជាប់ hedging ជាប់ hedging ហើយស្រាប់ហើយអា sell វាជាប់បាត់ហើយអញ្ចឹងដល់ឃើញទីផ្សារដាក់ strong buy អញ្ចឹងយើង click buy វិញម្ដងហើយវានឹងជាប់ម្ដុំនេះវាអាចអស់ប្រហែលជា 20% ដែរប៉ុន្តែយើងត្រូវ click បិទអា sell ចោលគ្រប់ sell ចោលខ្ញុំនិយាយ buy sell ក្នុងករណីតែវាជាប់លើជាប់ក្រោមណាខ្ញុំនិយាយហ្នឹងមកថាប៉ុន្តែក្នុងករណីនេះវាយើងជាប់ sell យើង close sell ចោលអញ្ចឹងទុកឲ្យ buy នេះ run ទៅអញ្ចឹងមកចប់នឹងរហូតមកដល់ចុងនេះប្រហែលវាអាចស្រង់ដើមវិញបានចូល 70% វិញដែរវាអត់ខាតច្រើនទេអាហ្នឹងគោលដៅអីមកពីយើង trade យូរពេកបើតាមមែនតើឈប់តាំងពីម្ដុំនេះគឺម្ដុំហ្នឹងដូចខ្ញុំនិយាយអញ្ចឹងវាចូល 5% យ៉ាងហោចណាស់ក៏ 5% ដែរប៉ុន្តែយើងវាមិនឡើងវិញពី2ទៅ3% ក្នុងមួយថ្ងៃបានហើយណាអាហ្នឹងយើងឈប់ trade ទៅហ្នឹងរបៀបកាត់ថយនេះនិយាយមកទៀតកាលណាជាប់ចឹងហើយយើងនៅ hedging ហើយស្រាប់ដល់យើងជាប់ buy យើងឃើញ signal buy យើង click buy វិញហើយយើង click
click អា bottom close sale ចោលហើយបើសិនទីផ្សារចុះក្រោម hedging ចឹងហើយស្រាប់ទីផ្សារធ្លាក់មកវិញយើងចុច sell ហើយយើង close buy ចោលហ្នឹងរបៀបកាត់ខាតណាអាហ្នឹងយើងកាត់ខាតហើយយើង trade ឲ្យវាត្រូវទិសដៅវិញទេទៅទិសដៅវិញអូខេហើយយើងនឹងនិយាយពីមកចំណុច best buy best sell មួយទៀត